imply ឥឡូវនេះវានៅតែភ្លៀងវានៅតែកំពុងតែភ្លៀងណាមួយទៀតមកអូខេយើងមើល present perfect ឬក៏ past simple យើងប្រៀបធៀបមក situation ស្ថានភាពទី1 Tom is looking for his key Tom កំពុងស្វែងរកសោរបស់គាត់ he has lost it អញ្ចឹងគាត់បានបាត់តែឥឡូវនេះគាត់រកមិនទាន់ឃើញទេគាត់កំពុងតែរក he doesn't have his key now គាត់មិនមានសោឥឡូវទេដោយសារគាត់កំពុងរកហើយគាត់បាត់នៅពេលណាបាត់នៅក្នុងអតីតកាលហើយឥឡូវនេះក៏អត់មានសោគាត់ដែរអត់ទាន់រកឃើញដោយសារអត់ទាន់មាននឹងអត់ទាន់រកឃើញស្ថានភាពទី2 now Tom has found his car ឥឡូវនេះ Tom បានរកសោរបស់គាត់ហើយឥឡូវនេះ he has it ឥឡូវគាត់មានហើយនៅក្នុងដៃគាត់ហ្នឹងហើយ Tom lost his key 15នាទីកន្លងផុតទៅ Tom បានបាត់សោរបស់គាត់អស់15នាទីកន្លងផុតទៅ past simple បើសិនបើគាត់បានបាត់សោរបស់គាត់ present perfect ខុសគ្នាត្រង់ថាមួយមានពេលវេលាជាលាក់មួយទៀតមានគ្មានពេលវេលាជាលាក់មួយទៀត past simple អ្វីទៅយើងប្រើវានៅពេលណាយើងប្រើវាសម្រាប់បញ្ជាក់សកម្មភាពក្នុងអតីតកាលមានន័យថាវាចាប់នៅក្នុងអតីតកាលហើយយើងប្រើវាមួយទៀតសម្រាប់អ្វីដែលមិនទាន់តែកើតឡើង and not recent ដែលថ្មីមិនទាន់នេះឬក៏ដំណឹងថ្មីឧទាហរណ៍ថា Mozart was a composer he wrote pieces of music អូខេអញ្ចឹងកន្លែងនេះគឺយើងបញ្ជាក់ពីសកម្មភាពទី2នេះដែលវា are not recent ដែលមិនមែនជារឿងថ្មីមួយទៀត present perfect យើងប្រើវាសម្រាប់បញ្ជាក់សកម្មភាពលទ្ធផលនៅពេលឥឡូវទី2យើងប្រើវាសម្រាប់បញ្ជាក់អ្វីដែលថ្មីឬក៏ are recent or ថ្មីសកម្មភាពដែលថ្មីទៅតែបញ្ចប់ថ្មី Paul has repaired the washing machine Paul បានជួសជុលនៅម៉ាស៊ីនត្រជាក់របស់គាត់ម៉ាស៊ីនបោកខោអាវនោះវាកំពុងតែដំណើរការហើយឥឡូវនេះអញ្ចឹងកន្លែងនេះគឺយើងបានសកម្មភាពដែលទៅតែបញ្ចប់បាទ past simple មួយទៀតនិយាយពីសកម្មភាពកាលក្នុងតកាលហើយក៏និយាយអ្វីដែលភ្ជាប់ទៅនឹងឯកសារយោងដែលជាក់លាក់ផងដែរឧទាហរណ៍ we come to restaurant គេ yesterday ដែលសារមានពេលវេលាជាក់លាក់មួយទៀត present perfect និយាយពីសកម្មភាពដែលនិយាយពីលទ្ធផលនៅពេលឥឡូវនេះមួយទៀតនិយាយពីអ្វីដែលមានពេលវេលាជាក់លាក់ have you seen the Tom recently តើអ្នកបានឃើញធំថ្មីនេះទេបាទនេះនិយាយពីលទ្ធផលឥឡូវឬក៏យើងនិយាយថាដែលមាននៅពេលវេលាជាក់លាក់មួយទៀត clear time references សម្រាប់ពេលវេលាដែលជាក់លាក់ ago one yesterday last week on Sunday 2 March 2003 in the 7th century etc បើសិនបើមានពេលវេលាទាំងអស់នេះគឺយើងប្រើក្នុង past simple ពីមើល present perfect undefinite time references ពេលវេលាមិនជាក់លាក់ដូចជា recently yet already never ever this week this morning today អញ្ចឹងទាំងអស់នេះគឺតកតងនឹងពេលវេលាដែលមិនជាក់លាក់ឲ្យតែឃើញពាក្យទាំងអស់យើងប្រើ present perfect អញ្ចឹងវីដេអូនេះបញ្ចប់ហើយសូមអរគុណអ្នកនរគ្នា